ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ទស្សនាមកកាន់ Channel Two Brother សង្ខេបរឿងថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយករឿងមួយដែលមានចំណងជើងថា The Midnight Mid Train មកសង្ខេបជូនបងប្អូនស្ដាប់ដែលរឿងមួយនេះគឺសាហាវខ្លាំងមែនទែនដែលនិយាយតាក់ទងជាមួយនឹងបរិសម្នាក់ស្លៀកពាក់ខោអាវដូចជាអ្នកធ្វើការត្រឹមត្រូវអង្គុយនៅក្នុងរថភ្លើងរងចាំសម្លាប់មនុស្សនៅពេលយប់ជ្រៅហើយចង់ដឹងថាមូលហេតុអ្វីបានជាគាត់សម្លាប់មនុស្សហើយចងព្យួរជើងឡើងលើទុកនៅក្នុងរថភ្លើងហ្នឹងតើទុកសម្រាប់ឲ្យអ្នកណាអញ្ចឹងហើយសូមចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងដោយបង្ហាញពីបរិសម្នាក់ដែលកំពុងតែនៅលើរថភ្លើងគាត់បានលងលក់មួយស្របក់ហើយនៅពេលដែលគាត់ដឹងខ្លួនឡើងមកវិញគាត់ក៏មានអារម្មណ៍ថារថភ្លើងហ្នឹងដូចជាហួសកន្លែងចំណតគាត់ក៏បានដើរទៅមុខបន្តិចស្រាប់តែពេលនោះគាត់ក៏បានរអិលជើងផ្ងាក់មកខាងក្រោយហើយមូលហេតុដែលគាត់រអិលជើងហ្នឹងគឺដោយសារតែគាត់រអិលជាមួយនឹងថ្លុកឈាមយ៉ាងគួរឲ្យខ្លាចនៅពេលដែលគាត់ព្យាយាមងើបឡើងមកវិញគាត់ក៏ដូចជាឮសំឡេងមនុស្សស្រែកនៅកាប៊ីនរថភ្លើងខាងមុខហើយនៅពេលដែលគាត់មើលតាមកញ្ចក់ទៅក៏ឃើញមនុស្សប្រុសម្នាក់ទៀតកំពុងតែសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃហើយសាច់រឿងក៏បានកាត់មកបរិសម្នាក់ដែលមានឈ្មោះថា Leon គេគឺជា freelancer ដើរថតរូបនៅតាមដងផ្លូវ Leon គេក៏មានមិត្តស្រីដ៏ស្រស់ស្អាតម្នាក់ដែលមានឈ្មោះថា Maya ទាំងពីរនាក់គឺនៅជាមួយគ្នាហើយ Maya នៅពេលដែលឃើញថាមិត្តប្រុសរបស់ខ្លួនព្យាយាមខិតខំប្រឹងប្រែងដើរថតរូបដើម្បីរកប្រាក់ចំណូលអីហ្នឹងនាងក៏បានប្រាប់ទៅកាន់ Leon ថានាងមានស្គាល់អ្នកស្រីម្នាក់ដែលមានឈ្មោះថា Susan ហើយអ្នកស្រី Susan ហ្នឹងគឺគាត់ជាម្ចាស់កន្លែងតាំងពីពណ៌រូបដ៏ល្បីល្បាញម្នាក់ដូច្នេះហើយគាត់ចង់ឲ្យ Leon ហ្នឹងយកស្នាដៃថតរូបរបស់គេទៅបង្ហាញអ្នកស្រី Susan ដើម្បីឲ្យអ្នកស្រី Susan ទិញរូបថតរបស់គេយកទៅធ្វើការតាំងពីពណ៌ Leon ឃើញមិត្តស្រីរបស់ខ្លួនយកចិត្តទុកដាក់ជាមួយខ្លួនបែបនេះគេក៏បានសម្ដែងការអរគុណទៅកាន់មិត្តស្រីរបស់គេថ្ងៃបន្ទាប់ Leon ក៏ប្រញាប់ទៅជួបជាមួយនឹងអ្នកស្រី Susan ដើម្បីបង្ហាញនៅស្នាដៃថតរូបរបស់គេឲ្យគាត់មើលប៉ុន្តែអ្នកស្រី Susan គាត់មើលរូបភាពទាំងអស់ហ្នឹងហើយគាត់ក៏បានប្រាប់ឲ្យ Leon ហ្នឹងត្រឡប់ទៅវិញសិនហើយព្យាយាមវឹកហាត់បង្កើនសមត្ថភាពរបស់ខ្លួនហើយចាំមកជួបគាត់ជាថ្មីម្ដងទៀតដោយសារតែទឹកដៃថតរូបរបស់ Leon នៅមានកម្រិតលុះយប់ឡើងនៅពេលដែលគេមកសម្រាកជាមួយនឹង Maya គេក៏កេរមិនលក់ហើយក៏តែងយកកាមេរ៉ាចេញទៅថតរូបនៅខាងក្រៅនាពេលយប់នឹងតែម្ដង Leon ក៏បានចុះទៅថតរូបនៅចំណតរថភ្លើងក្រោមដីហើយក៏បានឃើញពួក gangster មួយក្រុមបាននៅកំពុងចង់បំពេញបំពេញទៅលើនារីម្នាក់ Leon មុននឹងទៅជួយនារីម្នាក់នោះគេក៏បានថតរូបជាច្រើនសន្លឹកផងដែរបន្ទាប់ពីគេថតរូបហើយទើបគេចូលទៅនិយាយជាមួយនឹងពួក gangster ទាំងអស់នោះពួកនោះនៅពេលដែលឃើញ Leon តែម្នាក់ឯងបែបនេះក៏ចង់ចូលទៅចាក់សម្លាប់ Leon ហើយ Leon វិញគឺមិនខ្វល់ទេគិតតែពីទិញកាមេរ៉ាថតរូបទៅកាន់ពួកទាំងអស់នោះបន្ទាប់មក Leon ក៏បង្ហាញកាមេរ៉ាសុវត្ថិភាពទៅឲ្យពួកនោះបានឃើញពួកនោះឃើញកាមេរ៉ាសុវត្ថិភាពហើយក៏ខ្លាចហើយក៏បន្ថយដៃរួចក៏បានចាក់ចេញពីទីនឹងបាត់ទៅទុកឲ្យ Leon នៅជាមួយនឹងនារីម្នាក់នោះនារីដែលស្រស់ស្អាតម្នាក់នោះក៏បានថើប Leon ដើម្បីជាការអរគុណរួចក៏បានប្រញាប់ចេញទៅដើម្បីឡើងជិះរថភ្លើងនៅពេលដែលនាងរត់មកហ្នឹងទ្វាររថភ្លើងក៏បិទនឹងបិទទៅហើយប៉ុន្តែក៏មានដៃបរិសម្នាក់បានទៅទប់ទ្វារហ្នឹងដើម្បីឲ្យនារីម្នាក់នោះចូលមកក្នុងរថភ្លើងដោយសុវត្ថិភាពហើយ Leon វិញក៏បានថតនៅសកម្មភាពទាំងអស់នោះប៉ុន្មានសន្លឹកផងដែរនារីម្នាក់នោះក៏បានអង្គុយហើយក៏តែងកាសយកមកស្ដាប់ចម្រៀងស្រាប់តែបរិសដែលបានជួយបើកទ្វារឲ្យនាងហ្នឹងក៏បានដើរពីក្រោយខ្នងរបស់នាងមករួចក៏បានវេយសម្លាប់នាងចោលតែម្ដងលុះស្អែកឡើងនៅពេលដែល Leon កំពុងតែញ៉ាំកាហ្វេហ្នឹងគេក៏ស្រាប់តែបានឃើញព័ត៌មានពាក់ព័ន្ធជាមួយនឹងការស្លាប់របស់នារីម្នាក់ដែលគេបានជួយការពីយប់មិញបន្ទាប់មក Leon ក៏បានយកព័ត៌មានមួយនេះទៅប្រាប់ដល់ប៉ូលីសស៊ើបអង្កេតស្រីម្នាក់ដែលមានឈ្មោះថា Lin ហើយ Leon ក៏បានប្រកល់នៅរូបថតពួក gangster ដែលគេថតបានការពីយប់នោះយកទៅឲ្យប៉ូលីស Lin ផងដែរដោយសារតែគិតថាការស្លាប់របស់នារីម្នាក់នោះប្រហែលជាមានពាក់ព័ន្ធជាមួយនឹងពួក gangster ទាំងអស់ហ្នឹងហើយប៉ុន្តែបែរជាប៉ូលីស Lin ហ្នឹងបានសួរសំណួរទៅកាន់ Leon វិញដោយសារតែគាត់មើលតាមកាមេរ៉ាសុវត្ថិភាពទៅគាត់ក៏ដឹងថាពួក gangster ទាំងអស់នោះគឺបានចាក់ចែងអស់ហើយនារីម្នាក់នោះមុននឹងស្លាប់គឺនៅជាមួយនឹង Leon អញ្ចឹងហើយគាត់បែរជាសួរសំណួរបែបចាក់ដោតទៅកាន់ Leon វិញដោយគាត់សង្ស័យថា Leon គឺជាអ្នកដែលបានសម្លាប់នារីម្នាក់នោះទៅវិញ Leon គេក៏បានប្រញាប់ចេញពីកន្លែងហ្នឹងដោយសារតែគេគៀងជាមួយនឹងសំណួរដែលសួរចេញពីសំណាក់ប៉ូលីស Lin បន្ទាប់ពីនោះ Leon ក៏បានយករូបថតរបស់គេដែលថតកាលពីយប់មិញហ្នឹងទៅឲ្យអ្នកស្រី Susan មើលជាថ្មីម្ដងទៀតប៉ុន្តែលើកនេះអ្នកស្រី Susan គឺពេញចិត្តជាមួយនឹងរូបថតដែលគេបានថតខ្លាំងណាស់ហើយអ្នកស្រី Susan ក៏បានឲ្យ Leon ហ្នឹងទៅថតរូប style បែបហ្នឹងយកមកឲ្យគាត់ពី3សន្លឹកថែមទៀតដើម្បីឲ្យគាត់យកទៅតាំងពីពណ៌នៅប្រហែលថ្ងៃខាងមុខ Leon ដោយសារតែគេសប្បាយចិត្តគេក៏បានចេញមកហូបប៊ីយ៉ែជាមួយនឹងមិត្តស្រីរបស់គេនិងមិត្តភ័ក្តិរបស់គេម្នាក់ទៀតដែលមានឈ្មោះថា George
ហើយមិនចាំយូរនោះទេលីអនគឺក៏បានចេញទៅដើរថតរូបទាំងយប់នឹងតែម្ដងបន្ទាប់មកយើងក៏បានឃើញប្រុសស្រី3នាក់កំពុងតែឈរជជែកគ្នានៅក្នុងរថភ្លើងអំពីការស្លាប់របស់នារីមុននោះហើយពួកគេក៏បាននិយាយថាករណីស្លាប់នៅលើរថភ្លើងហ្នឹងគឺកើតឡើងបន្ទាប់ពីម៉ោង2យប់នៅពេលដែលកំពុងតែឈរនិយាយគ្នាហ្នឹងនារីម្នាក់ក៏បានមើលឃើញមានបរិសម្នាក់ទៀតកំពុងតែដើរមកតាមចំណងផ្លាតកញ្ចក់ដែលបរិសម្នាក់ហ្នឹងគឺមានកាន់ញញួរថែមទៀតផងមានណាបរិសម្នាក់នោះក៏បានយកញញួរមកដំក្បាលបរិសម្នាក់ពីក្រោយឡើងលៀនក្របភ្នែកចេញមកខាងក្រៅហើយឃាតករក៏បានសម្លាប់បរិសម្នាក់ទៀតផងដែរគឺនៅសល់តែនារីម្នាក់ប៉ុណ្ណោះព្យាយាមវេរកិច្ចចេញពីឃាតករម្នាក់នោះប៉ុន្តែនារីចុងក្រោយហ្នឹងក៏ស្លាប់យ៉ាងព្រៃផ្សៃផងដែរដោយសារតែឃាតករម្នាក់នោះបានកាត់ក្បាលរបស់នាងចេញពីខ្លួនតែម្ដងហើយយើងក៏បានឃើញមុខមាត់ឃាតករដ៏ពិតប្រាកដនេះហើយយើងមើលទៅគាត់ដូចជាអ្នកធ្វើការក្រុមហ៊ុនម្នាក់អញ្ចឹងហើយគឺមិនសមជាឃាតករនោះទេហើយយើងក៏មិនតាន់ដឹងថាតើមូលហេតុអ្វីដែលគាត់ត្រូវមកសម្លាប់មនុស្សបែបនេះដែរតលតែមើលដល់ចិត្តជាប់អ្នកទាំងអស់គ្នានឹងរកឃើញចម្លើយយើងក៏បានឃើញថាលីអនក៏កំពុងតែអង្គុយរងចាំមើលឱកាសក្នុងការថតរូបដើម្បីយកទៅឲ្យអ្នកស្រីស៊ូសានស្រាប់តែពេលនោះឃាតករក៏បានចេញពីក្នុងរថភ្លើងក្រោមដីមកហើយដោយសារតែឃើញឃាតករនឹងស្លៀកពាក់ស្អាតបាតហើយដំណើរគឺទំនងខ្លាំងមែនទែនអញ្ចឹងហើយគេក៏បានទិញកាមេរ៉ាមិនអស់ចិត្តគេក៏បានដើរតាមពីក្រោយឃាតករម្នាក់នឹងថែមទៀតផងប៉ុន្តែឃាតករម្នាក់នោះក៏បានដឹងខ្លួនហើយក៏បានចាប់លីអនក៏បានចាប់អារម្មណ៍ទៅលើចិញ្ចៀនដែលមានរូបសញ្ញាផ្កាយជ្រុង8របស់ឃាតករផងដែរលីអនក៏បានបញ្យល់ថាគេគ្រាន់តែជាអ្នកថតរូប freelance ម្នាក់តែប៉ុណ្ណោះហើយឃាតករក៏បានប្រឡែងលីអនឲ្យចេញទៅរួចគាត់ក៏បានបន្តដំណើររបស់គាត់ទៀតលីអននៅពេលដែលគេត្រឡប់មកផ្ទះរបស់គេវិញគេក៏បានធ្វើការ print រូបថតចេញមកហើយនៅពេលដែលគេមើលរូបថតដែលគេបានថតនោះទៅគេក៏បានថតចប់ដៃអ្នកដែលបានបើកទ្វារឲ្យនារីម្នាក់មុននឹងនារីម្នាក់នោះស្លាប់ហើយអ្នកដែលបើកទ្វាររថភ្លើងឲ្យនាងហ្នឹងគឺមានពាក់ចិញ្ចៀនដែលដូចជាមួយនឹងចិញ្ចៀនរបស់បរិសម្នាក់ដែលគេបានថតកាលពីមុននេះបន្តិចហ្នឹងដូច្នេះហើយលីអនគេក៏ចាប់ផ្ដើមមានការសង្ស័យទៅលើបរិសម្នាក់នោះថាបរិសម្នាក់នោះប្រហែលជាមានពាក់ព័ន្ធជាមួយនឹងការស្លាប់របស់នារីម្នាក់ដែលគេបានជួយកាលពីថ្ងៃមុនបន្ទាប់មកលីអនក៏បានព្យាយាមដើរតាមស៊ើបអង្កេតបរិសម្នាក់នោះហើយក៏បានដឹងថាគាត់គឺធ្វើការនៅរោងចក្រកាប់សាច់មួយកន្លែងហើយនៅពេលដែលបរិសម្នាក់នោះចេញពីកន្លែងធ្វើការហ្នឹងគាត់ក៏កាន់នៅកាបូបមួយហើយស្លៀកពាក់យ៉ាងស្រស់ស្អាតរួចបរិសម្នាក់ហ្នឹងក៏បានបន្តដំណើរទៅកន្លែងស្ថានីយ៍រថភ្លើងក្រោមដីបរិសម្នាក់ហ្នឹងក៏បានអង្គុយជាមួយនឹងកាបូបរបស់គាត់គឺអង្គុយចាំតតែដល់ជើងរថភ្លើងចុងក្រោយទើបគាត់ជិះដែលជើងរថភ្លើងចុងក្រោយបំផុតហ្នឹងគឺនៅម៉ោង 2:30 នាទីយប់លីអនក៏ចង់ចូលទៅក្នុងរថភ្លើងដែរប៉ុន្តែពេលនោះស្រាប់តែមានអ្នកយាមម្នាក់ចេញមកហើយក៏បានខាត់ដំណើររបស់លីអនហើយសន្តិសុខម្នាក់នោះនៅពេលដែលឃើញលីអនមានកាមេរ៉ាហ្នឹងក៏បានសួរសំណួរទៅកាន់លីអនដែលធ្វើឲ្យលីអនគេខកខានក្នុងការឡើងរថភ្លើងយើងកាត់មកក្នុងរថភ្លើងឯនេះវិញបរិសជាឃាតករហ្នឹងក៏បានអង្គុយយ៉ាងស្ងៀមស្ងាត់ស្រាប់តែពេលនោះក៏មានបរិសស្បែកខ្មៅមេធំម្នាក់ចង់មកលោលេងជាមួយនឹងឃាតករហើយនៅពេលដែលបរិសស្បែកខ្មៅម្នាក់នោះរវល់តែភ្លេចខ្លួនអើតមើលតាមកញ្ចក់ទៅឃាតករក៏បានសំពងក្បាលបរិសម្នាក់នោះពីក្រោយប៉ុន្តែគេមិនទាន់ស្លាប់ភ្លាមទេគេក៏បានដកកំបិតចូលមកតដៃជាមួយនឹងឃាតករវិញសំឡេងក្តុងក្តាំងនៃការវេយគ្នាហ្នឹងក៏បានលឺដល់អ្នកបើករថភ្លើងហើយចុងក្រោយបរិសដែលជាអ្នកបើករថភ្លើងហ្នឹងក៏បានបាញ់មួយគ្រាប់ទៅកាន់បរិសស្បែកខ្មៅឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងហើយបរិសជាអ្នកបើករថភ្លើងហ្នឹងក៏បាននិយាយសុំទោសទៅកាន់បរិសសង្ហានោះថាសុំទោសផងដែលធ្វើឲ្យមានការរំខានទៅដល់ការធ្វើដំណើររបស់លោក Mahogany ដែល Mahogany ហ្នឹងគឺជាឈ្មោះរបស់ឃាតករនឹងឯងហើយត្រង់ចំណុចនេះពិតជាគួរឲ្យសង្ស័យខ្លាំងមែនទែនថាហេតុអ្វីបានជាអ្នកបើករថភ្លើងបែរជាទៅបាញ់សម្លាប់បរិសស្បែកខ្មៅហើយនិយាយល្អទៅកាន់ឃាតករទៅវិញតើមានរឿងអ្វីនៅពីក្រោយយើងមានតែចាំមើលតទៀតយើងកាត់មកខាងលីអននៅនេះវិញគេក៏បានទិញចិញ្ចៀនសប្រៃទៅកាន់ម៉ាយ៉ាហើយទាំងពីរនាក់ក៏បានរួមមេត្រីនៅពេលដែលលងលក់ទៅលីអនគេក៏យកសពអាក្រក់ឃើញខ្លួនឯងហ្នឹងខ្លាចទៅជាឃាតករសម្រាប់មនុស្សយ៉ាងព្រៃផ្សៃយើងកាត់មកមើលឃាតករ Mahogany ឯនេះវិញនៅលើដងខ្លួនរបស់គាត់គឺសុទ្ធតែស្នាមពកដូចជាស្នាមរលាកទឹកក្តៅអញ្ចឹងហើយគាត់ក៏បានកាត់នៅអាដុំពកដែលមាននៅលើដងខ្លួនរបស់គាត់ហ្នឹងរួចក៏បានដាក់វាចូលទៅក្នុងកែវទឹកដែលយើងមិនដឹងថាតើគាត់ធ្វើនឹងក្នុងគោលបំណងអ្វីនោះទេម៉ាយ៉ាក៏បានឈោមមើលរូបថតដែលលីអនបានផ្ដិតហើយក៏បានឃើញថាលីអនហ្នឹងគឺបានថតរូបរបស់ Mahogany ជាច្រើនម៉ាយ៉ាក៏បានសួរទៅថាបរិសម្នាក់ហ្នឹងគឺជាអ្នកណាហើយលីអនក៏បានប្រាប់តាមដំណើរទៅថាបរិសម្នាក់ហ្នឹងអាចនឹងមានពាក់ព័ន្ធជាមួយនឹងការស្លាប់របស់នារីម្នាក់ដែលគាត់បានជួយកាលពីថ្ងៃមុនអីចឹងទៅម៉ាយ៉ាក៏បាននិយាយដាស់តឿនទៅកាន់លីអនថាកុំខ្វល់ជាមួយនឹងបរិសម្នាក់ហ្នឹងពេក
ប៉ុន្តែត្រូវតែផ្ដោតទៅលើការថតរូបយកទៅឲ្យអ្នកស្រីស៊ូសានវិញទៅដោយសារតែជិតដល់ថ្ងៃផុតកំណត់ហើយប៉ុន្តែពេលនេះសម្រាប់ Leon វិញគេគឺផ្ដោតទៅលើ Mahogany ជាខ្លាំងហើយមួយថ្ងៃគឺ Leon ចំណាយពេលវេលាស្រាវជ្រាវពាក់ព័ន្ធជាមួយនឹងការសម្លាប់មនុស្សនៅលើរថភ្លើងដោយគាត់សង្ស័យថា Mahogany ហ្នឹងគឺមានជាប់ពាក់ព័ន្ធជាមួយនឹងការសម្លាប់មនុស្សនៅលើរថភ្លើងនឹងឯងថ្ងៃបន្ទាប់ Leon គេក៏បានក្លែងខ្លួនចូលទៅក្នុងកន្លែងធ្វើការរបស់ Mahogany ហើយគេក៏បានថតរូបរបស់ Mahogany ប៉ុន្មានសន្លឹកផងដែរប៉ុន្តែពេលនោះ Mahogany ក៏បានដឹងខ្លួនហើយក៏បានព្យាយាមដេញតាម Leon ជាសំណាងល្អដែល Leon គេអាចរត់គេចចេញពី Mahogany បានដោយជោគជ័យ Leon នៅពេលដែលគេត្រឡប់មកផ្ទះរបស់គេវិញគេក៏បានបិទរូបថតអំពី Mahogany ជាច្រើននិងរូបថតអំពីការស្លាប់របស់មនុស្សនៅលើរថភ្លើងហើយនៅពេលដែល Maya ចូលមកនាងមានការភ្ញាក់ផ្អើលជាខ្លាំងដែលមិត្តប្រុសរបស់ខ្លួនធ្វើរឿងរ៉ាវចម្លែកបែបនេះ Leon ក៏ព្យាយាមនិយាយបញ្យល់ទៅកាន់ Maya ថា Mahogany នឹងប្រហែលជាឃាតករដែលសម្លាប់មនុស្សនៅលើរថភ្លើងនឹងឯង Maya គឺមិនជឿពីពាក្យសម្ដីរបស់ Leon នោះទេហើយនាងគិតថាមិត្តប្រុសរបស់ខ្លួននឹងប្រហែលជាសរសៃប្រសាទអីចឹងណាហើយដើម្បីសម្រួលអារម្មណ៍ទៅកាន់ Leon នាងក៏បានឲ្យ Leon នឹងថតរូបរបស់នាងស្រាតប៉ុន្តែ Leon គេគ្មានអារម្មណ៍ផ្ដោតទៅលើ Maya នោះទេនៅពេលដែលគេថតរូបឲ្យ Maya នឹងគឺគេនឹកឃើញទៅដល់ Mahogany ណានោះវិញទៅដែលធ្វើឲ្យ Maya នឹងនាងខូចចិត្តជាខ្លាំង Leon គេក៏បានកាន់កាមេរ៉ាដើរចូលទៅក្នុងរថភ្លើងហើយក៏បានតាមសង្កេតមើលទៅកាន់សកម្មភាពរបស់ Mahogany គ្រាន់តែថាគេជាមួយនឹង Mahogany នឹងគឺនៅកាប៊ីនផ្សេងគ្នាលុះដល់ម៉ោង 2 កន្លះ Mahogany ក៏បានធ្វើសកម្មភាពសម្លាប់មនុស្សយ៉ាងសាហាវឃោឃៅព្រៃផ្សៃ Leon ក៏មានការតក់ស្លុតជាមួយនឹងសកម្មភាពទាំងអស់នឹងផងដែរប៉ុន្តែគេក៏ព្យាយាមទាញកាមេរ៉ាយកមកថតរូបបានប្រមាណសន្លឹកដូចគ្នា Mahogany ក៏បានធ្វើការសម្លាប់ជនរងគ្រោះដោយមានដកក្រចកដកធ្មេញខ្វេះគ្រាប់ភ្នែករបស់ជនរងគ្រោះទាំងនោះហើយគេក៏បានចាប់មនុស្សចងព្យួរជើងឡើងលើយ៉ាងគួរឲ្យព្រៃផ្សៃផងដែរដែលមើលទៅដូចជាការខ្វាយជ្រូកអញ្ចឹងគឺសាហាវខ្លាំងមែនទែន Mahogany ក៏បានសម្លឹងទៅកាន់ Leon ហើយគាត់ក៏បានញញឹមមួយដាក់ទៅកាន់ Leon ដែលធ្វើឲ្យ Leon ហ្នឹងគឺកាន់តែព្រឺក្បាល Mahogany ក៏បានដេញតាម Leon ហើយនៅពេលដែលតល់ច្រក Mahogany ក៏ចាប់ក្បាល Leon បោកជាមួយនឹងកញ្ចក់ដែលធ្វើឲ្យគេសន្លប់បាត់បង់ស្មារតីនៅពេលដែល Leon គេដឹងខ្លួនឡើងមកវិញក៏ឃើញថាខ្លួនរបស់គេហ្នឹងគឺត្រូវបានចងជើងឡើងលើដោយជាអ្នករងគ្រោះដទៃទៀតអញ្ចឹងគ្រាន់តែថាគេមិនតន់ស្លាប់ហើយស្រាប់តែពេលនោះក៏មាននៅបិសាចដែលមានក្រចកវែងយ៉ាងចម្លែកមកធ្វើការខ្វេះទ្រូងរបស់គេហើយគេក៏សន្លប់ជាថ្មីម្ដងទៀតនៅពេលដែលគេដឹងខ្លួនឡើងមកវិញលើកនេះគេក៏ឃើញថាខ្លួនឯងហ្នឹងគឺនៅកន្លែងស្ថានីយ៍រថភ្លើងចុងក្រោយបំផុតហើយជាសំណាងល្អដែលគេមិនតាន់បាត់បង់ជីវិតគេក៏បានត្រឡប់មកផ្ទះវិញជួបជាមួយនឹង Maya គេមិនបាននិយាយជាមួយនឹង Maya សូម្បីតែមួយម៉ាត់គេក៏ចូលទៅក្នុងបន្ទប់ចាក់សោខ្លួនឯងហើយនៅពេលដែល Maya ព្យាយាមនិយាយជាមួយគេគឺគេមិនខ្វល់នោះទេ Leon មើលទៅកាន់កញ្ចក់ទៅក៏ឃើញថានៅលើទ្រូងរបស់ខ្លួនហ្នឹងដូចជាមានសញ្ញាបិសាចអ្វីមួយយ៉ាងហើយគេក៏បានបង្ហាញសញ្ញានោះទៅកាន់ Maya ផងដែរ Leon ក៏បានបញ្យល់អំពីរឿងរ៉ាវដែលបានកើតឡើងចំពោះគេប្រាប់ទៅកាន់ Maya ទាំងអស់ប៉ុន្តែគ្រាន់តែថាពេលនេះកាមេរ៉ារបស់គេគឺនៅជាមួយនឹង Mahogany អញ្ចឹងហើយគេមិនមានផុសតាំងអ្វីយកទៅបង្ហាញក្រុមប៉ូលីសនោះទេ Maya ក៏ចង់ខលហៅឡានពេទ្យប៉ុន្តែពេលនោះ Leon ក៏បានខាត់នាងហើយ Leon ក៏បានសុំ Maya បែកគ្នាព្រោះគេគិតថាពេលនេះគេអាចនឹងនាំគ្រោះថ្នាក់មកដល់ Maya បាន Maya នាងនៅតែបារម្ភពី Leon ដូច្នេះហើយនាងក៏បានទៅជួបជាមួយនឹង George ដើម្បីសុំឲ្យ George នឹងទៅជាមួយនាងក្នុងការចូលទៅយកកាមេរ៉ារបស់ Leon ពីក្នុងផ្ទះរបស់ Mahogany មកវិញ Maya ជាមួយនឹង George ក៏បានលបចូលទៅក្នុងផ្ទះរបស់ Mahogany ដើម្បីរកមើលកាមេរ៉ារបស់ Leon ហើយនៅពេលចូលទៅពួកគេទាំងពីរនាក់ក៏បានឃើញអំពីឧបករណ៍ដែល Mahogany ប្រើដើម្បីសម្លាប់មនុស្ស George គឺគេមិនបានដឹងទេថា Mahogany គឺកំពុងតែនៅពីក្រោយខ្នងរបស់គេ Mahogany ក៏បានសម្លាប់ George ចោលចំណែកឯ Maya ឯនេះវិញនាងក៏បានឃើញកាបូបរបស់ Mahogany ហើយនៅពេលដែលនាងមើលក្នុងកាបូបនឹងទៅក៏ឃើញសម្បត្តិរថភ្លើងហើយនាងបានឃើញថា Mahogany នឹងគឺទិញសម្បត្តិរថភ្លើងនឹងយប់ជ្រៅមែនទែនដែលសុទ្ធសឹងតែជាជើងរថភ្លើងចុងក្រោយអញ្ចឹងហើយនាងក៏បាននឹកឃើញដល់ពាក្យសម្ដីរបស់ Leon ថាអ្វីដែល Leon ធ្លាប់ប្រាប់នាងកាលពីមុនហ្នឹងគឺសុទ្ធតែជាការពិតទាំងអស់នៅពេលដែល Maya ហៅឈ្មោះជាប់ក៏មិនមានការឆ្លើយតបហើយនាងក៏បានដឹងអំពីវត្តមានរបស់ឃាតករ Mahogany នាងក៏ព្យាយាមរត់ចេញយ៉ាងលឿនហើយក៏បានទៅកន្លែងប៉ូលីសលីនរួចក៏បានប្រាប់អំពីរឿងរ៉ាវដែលនាងបានដឹងពី Mahogany ហើយប៉ូលីសលីនហ្នឹងក៏បានប្រាប់ទៅកាន់ Maya វិញថាចាំគាត់ឲ្យកម្លាំងរបស់គាត់ចុះទៅស៊ើបអង្កេតនៅផ្ទះរបស់ Mahogany
យើងកាត់មកមើលលីអននេះវិញពេលនេះគេកំពុងតែនៅការតាំងពិព័រណ៍រូបភាពរបស់អ្នកស្រីស៊ូសានហើយក៏មានរូបថតរបស់គេជាច្រើនសន្លឹកផងដែរពេលនោះគេក៏បានឈរសម្លឹងមើលទៅកាន់រូបភាពរបស់ Mahogany ដែលគេបានថតហើយទឹកមុខរបស់គេក៏ចាប់ផ្ដើមប្រែប្រួលគេក៏បានចេញពីពិធីតាំងពិព័រណ៍ហ្នឹងយ៉ាងប្រញាប់ប្រញាល់ចំណែកឯ Maya នេះវិញនាងក៏រកបានកំភ្លើងខ្លីមួយដើមហើយនាងក៏បានផ្ញើសារជាសម្លេងទៅកាន់ Leon ថាពេលនេះនាងជឿទៅលើអ្វីៗគ្រប់យ៉ាងដែល Leon ធ្លាប់ប្រាប់មកកាន់នាងហើយនាងក៏បានទៅស្ថានីយ៍រថភ្លើងរួចក៏បានចូលទៅជិះនៅក្នុងរថភ្លើងជើងចុងក្រោយនៅយប់នេះផងដែរ Leon ក៏បានទៅឈរនៅក្នុងស្ថានីយ៍រថភ្លើងហើយនៅពេលនោះគេក៏បានឃើញថាមិត្តស្រីរបស់គេកំពុងតែស្ថិតនៅលើរថភ្លើងគេក៏មានការផិតភ័យពីសុវត្ថិភាពរបស់នាងជាខ្លាំងរួចគេក៏បានរត់តាមរថភ្លើងហើយក៏បានហក់ទៅតោងទ្វាររថភ្លើងចូលទៅខាងក្នុងបានសម្រេចហើយចំណែកនៅលើរថភ្លើងឯនេះវិញ Mahogany គឺបានសម្លាប់មនុស្សជាច្រើននៅយប់នេះហើយគេក៏បានយកមនុស្សទាំងអស់នោះទៅចងព្យួរជើងឡើងលើ Maya នៅពេលដែលដើរពីកាប៊ីនមួយទៅកាប៊ីនមួយទៅក៏បានឃើញជនរងគ្រោះដែល Mahogany បានសម្លាប់ជាច្រើនហើយនៅក្នុងនោះក៏មាន George ផងដែរប៉ុន្តែ George គឺមិនទាន់ស្លាប់នៅឡើយទេ Maya ក៏ចង់ជួយ George ប៉ុន្តែបែរជាធ្វើឲ្យគេនឹងកាន់តែឈឺចុកចាប់ទៅវិញដោយសារតែជើងរបស់គេគឺត្រូវបានធ្ពក់ដោយទំពក់យ៉ាងធំហើយ Mahogany ក៏បានដឹងអំពីវត្តមានរបស់ Maya ក៏បានទិញកំភ្លើងបាញ់ទៅកាន់ Mahogany ប៉ុន្តែដោយសារតែនាងភ័យពេកដៃរបស់នាងញ័រហើយក៏បានខុសទាំងអស់នាងក៏ព្យាយាមរត់ប៉ុន្តែពេលនោះ Mahogany ក៏បានគប់ញញ័រទៅត្រូវជើងរបស់នាង Mahogany ក៏ចង់បញ្ចុះជីវិតរបស់ Maya ប៉ុន្តែពេលនោះ Leon ក៏បានបង្ហាញខ្លួនមកការប្រយុទ្ធស៊ីសាច់ហត់ឈាមរវាង Mahogany ជាមួយនឹង Leon ក៏ត្រូវបានចាប់ផ្ដើមទាំងពីរនាក់នៅពេលដែលប្រយុទ្ធគ្នានឹងនៅពេលដែលក្រវីអាវុធទៅក៏ត្រូវជាមួយនឹងជនរងគ្រោះដែល Mahogany បានព្យួរហើយ George វិញគឺត្រូវបានស្លាប់យ៉ាងសាហាវព្រៃផ្សាយមែនទែន Mahogany គឺមានកម្លាំងខ្លាំងជាង Leon ប៉ុន្តែចុងក្រោយ Leon ក៏អាចរុញ Mahogany ឲ្យធ្លាក់ពីលើរថភ្លើងដែលកំពុងតែធ្វើដំណើរនឹងបានហើយ Leon ក៏អាចជួយ Maya ឲ្យមានសុវត្ថិភាពឡើងវិញបានបន្ទាប់មករថភ្លើងក៏បានទៅដល់កន្លែងចំណតចុងក្រោយបំផុតហើយចរន្តអគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ពេលនោះអ្នកបើកបររថភ្លើងក៏បានចូលមកប្រាប់ Leon ជាមួយនឹង Maya ថាឲ្យប្រញាប់ចេញពីក្នុងរថភ្លើងនេះឲ្យលឿនទៅ Leon ជាមួយនឹង Maya ក៏ប្រញាប់ចុះចេញពីលើរថភ្លើងហើយពេលនោះយើងក៏បានឃើញថាមានពពួកវងបិសាចជាច្រើនបានចូលមកស៊ីសាកសពដែលបានព្យួរនៅលើរថភ្លើងនឹងតែម្ដង Leon ជាមួយនឹង Maya ក៏បានបន្តដំណើរទៅមុខដើម្បីរកច្រកចេញទៅខាងលើវិញស្រាប់តែពេលនោះក៏បង្ហាញនៅវត្តមានរបស់ Mahogany ជាថ្មីមកម្ដងទៀតដែល Mahogany នឹងគេដូចជាមាន super power ដែលធ្លាក់ពីលើរថភ្លើងហើយនៅតែមិនស្លាប់គេក៏បានហក់មកវេទៅលើ Leon យ៉ាងកំរោលហើយ Leon គឺមានការភ្ញាក់ផ្អើលមែនទែននៅពេលដែលឃើញស្នាមនៅលើទ្រូងរបស់ Mahogany នឹងគឺវាដូចជាមួយនឹងស្នាមនៅលើទ្រូងរបស់គេហើយចុងក្រោយ Leon ក៏បានចាក់ទម្លុះករបស់ Mahogany សម្រាប់គេចោលបានសម្រេចពេលនោះអ្នកបើកបររថភ្លើងក៏បានចេញមកនិយាយជាមួយនឹង Leon ក៏ចង់ចូលទៅសម្លាប់អ្នកបើករថភ្លើងនោះប៉ុន្តែអ្នកបើកបររថភ្លើងនោះប្រើតែដៃមួយប៉ុណ្ណោះក៏អាចច្របាច់កចាប់លើក Leon បានយ៉ាងងាយមិនតែប៉ុណ្ណោះអបិអ្នកបើករថភ្លើងហ្នឹងក៏បានខ្វេះយកអណ្ដាតរបស់ Leon រួចយកមកស៊ីថែមទៀតផងហើយអ្នកបើកបររថភ្លើងហ្នឹងក៏បានប្រាប់ទៅកាន់ Leon ថាតាមពិតទៅពួកបិសាចទាំងអស់នេះគឺមានវត្តមាននៅលើផែនដីនេះជាច្រើនពាន់ឆ្នាំណាស់មកហើយតាំងពីមុនពេលដែលរថភ្លើងក្រោមដីនេះត្រូវបានបង្កើតឡើងម្លេះហើយទូនាទីរបស់ Mahogany ហ្នឹងគឺត្រូវសម្លាប់មនុស្សនៅពេលយប់ដើម្បីទុកឲ្យពួកបិសាចនឹងស៊ីបើមិនអញ្ចឹងទេពួកបិសាចទាំងអស់នេះនឹងចេញទៅស៊ីមនុស្សនៅពេលថ្ងៃនៅខាងក្រៅដែលនឹងអាចបង្កជាភាពវឹកវរទៅកាន់ពិភពលោកទាំងមូលហើយដើម្បីរក្សាសន្តិភាពឲ្យមនុស្សរស់នៅខាងលើនឹងមានសុខសុវត្ថិភាពគឺត្រូវតែលះបង់ជីវិតមនុស្សមួយចំនួនដើម្បីឲ្យពួកបិសាចទាំងអស់នោះស៊ីនៅពេលយប់នឹងឯងអ្នកបើករថភ្លើងនោះក៏បានដើរសម្ដៅទៅកាន់ Maya ដែលកំពុងតែសន្លប់ហើយវាក៏បានយកកំបិតខ្វេះយកបេះដូងរបស់ Maya ចេញមករួចក៏យកទៅបង្ហាញ Leon ហើយក៏បានប្រាប់ Leon ថាពេលនេះ Leon គឺត្រូវជំនួសតំណែងរបស់ Mahogany ហើយនឹងត្រូវធ្វើការងារដូចដែល Mahogany ធ្លាប់ធ្វើអញ្ចឹង Leon គឺមានការតក់ស្លុតជាខ្លាំងចំពោះរឿងរ៉ាវទាំងអស់នេះឈុតបន្ទាប់យើងក៏បានឃើញថាមានបរិសម្នាក់បានពាក់នៅចិញ្ចៀនដូចជារបស់ Mahogany អញ្ចឹងហើយគេក៏បានស្លៀកពាក់យ៉ាងស្អាតបាតដូចជា Mahogany ដែរហើយបរិសម្នាក់ហ្នឹងក៏បានទៅជួបជាមួយនឹងប៉ូលីសស្រី Lynn ដែលតាមពិតទៅប៉ូលីសស្រី Lynn ហ្នឹងក៏បានចូលដៃចូលជើងជាមួយនឹងក្រុមបិសាចផងដែរនាងក៏បានប្រកល់នៅការវិភាគដែលរថភ្លើងធ្វើដំណើរហ្នឹងទៅកាន់បរិសម្នាក់នោះអញ្ចឹងហើយបានជាកន្លងមកនៅពេលដែលគេទៅប្តឹងប៉ូលីស Lynn ឲ្យទៅចុះស៊ើបអង្កេត
អំពីការស្លាប់មនុស្សនៅលើរថភ្លើងគឺមិនដែលមានព័ត៌មានអ្វីចេញមកនោះទេក៏ដោយសារតែប៉ូលីសលេនហ្នឹងគឺបានលាក់បាំងរឿងទាំងអស់នេះជិតអស់ទៅហើយបន្ទាប់មកយើងក៏បានឃើញថាបរិសម្នាក់ថ្មីហ្នឹងក៏បានដើរចូលទៅក្នុងរថភ្លើងហើយយើងក៏បានឃើញបរិសក្បាលទំពេកកាលពីដើមរឿងហើយអ្នកដែលមកស្នងតំណែងរបស់ Mahogany ហ្នឹងគឺគ្មាននរណាទេក្រៅពី Leon ហើយសាច់រឿងក៏ត្រូវបានបញ្ចប់ត្រង់ចំណុចហ្នឹងផងដែរយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសាហាវដែរឬទេរឿងមួយនេះកុំភ្លេច comment ខាងក្រោមអំពីចំណាប់អារម្មណ៍បងប្អូនទាំងអស់គ្នាចំពោះរឿងមួយនេះផងសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូមួយនេះរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ